បងនេះចាស់ទុំជាងគេហើយយើងដើរមួយក្មេងៗតែបងមានអារម្មណ៍មិនអីហ្នឹងខ្ញុំសម័យឃើញទៅដល់ពេលដែលខ្ញុំនៅក្មេងៗឲ្យតែពេលមានភ្លៀងធ្លាក់ដឹងទៅនំគ្នារត់ទៅស្វាយទុំហើយលេងពួនខុសរបៀបទៅពួននៅចុងស្វាយហើយដល់ពេលវាបាក់មេឃធ្លាក់ឌុកនិយាយជេរទៀតអាចឈឺមកជុំងងគាត់ជេរថែមអីចឹងហ្នឹងសួរមានសួរកាប់និយាយពីមានសួរនេះមានសួរទាំងផឹកណោះចាចុះជំរាបសួរឡើងហ៊ានបានធ្វើអីទេមួយថ្ងៃនេះគឺជំរាបសួរចុះជំរាបសួរឡើងជំរាបសួរលាឡើងអូនថ្ងៃហ្នឹងគឺដោយសារតែខ្លាចគឺដើមបបធរយើងសួរហ្នឹងទៅយើងយកខ្លាចតែគេយកបាត់បាទតែបើយើងបោះយើងសោះហ្នឹងចាយើងមិនត្រូវជំរាបសួរគ្នាទៅវិញទៅមកចាឥឡូវថ្ងៃហ្នឹងសុំរៀងធំត្រូវតិចតាក់ទងមួយនឹងខ្ញុំទៅធម្មតាបានតែខ្ញុំបែបខ្ញុំអញ្ចឹងណាអូខេអូយបងអូនខ្ញុំដោះមុខអស់ហើយចាខ្ញុំដោះដែរទៅគោរពចាប់ទៅទីចាគ្រប់ដំស្វាយអត់ទេនេះបងខ្ញុំសួរបងចាំអីបងបាច់ដោះដំស្វាយណាបងមិនដោះទេចាត្រូវបងកាប់ពិតទៅពួកយើងទាំងអស់គ្នាគឺសិតតែជាការពិតហើយចាប៉ុន្តែអីដែលមិនមែនជាការពិតមិនមែនជាការពិតគឺរឿងដែលមិនពិតនឹងឯងចាត្រូវហើយបងមានអីទេអូនប្រកាសនិយាយបាទប្រកាសខាងណាខ្ញុំតាមណាបងនិយាយទៀតនឹងចេញមកនោះទេគាត់យ៉ាងម្នាក់អាយអូទីមកបងពេលដែលតែសារតែពួកខ្ញុំពេលខ្លះទៅនាំបងកោមែនតើកោបងមែនតើបងមានអារម្មណ៍មិនដែរមានអារម្មណ៍ធម្មតាបងគិតថាវាជារឿងធម្មតាអត់ទេមិនតាបងមែនតើធម្មតាមនុស្សគេរាប់អានគេដើរគេមានវ័យណាវារាប់គ្នាលបាក់គ្នាតែបងផាគាត់ផ្ទុយពីអ្នកដតីគាត់រាប់អានអ្នកដែលជាមួយគាត់ហ្នឹងគឺវ័យបងប្អូនគាត់អញ្ចឹងយើងអាចហ្នឹងហើយតែហ្នឹងហើយហ្នឹងបានចង់ដល់ពីចំណារអារម្មណ៍បងប៉ុន្តែចំពោះបងមែនតើបងស្គាល់តាំងពីបងនៅវ័យក្មេងបងស្គាល់ពួកហ្នឹងយូរហើយបង10ឆ្នាំហើយហ្នឹងចឹងបងគិតថាពួកហ្នឹងនៅឆ្លន់បងតែបងថាគិតអីទេអូបងស្គាល់ពួកគាត់តាំងពីនៅក្មេងទាំងអស់គ្នាហ្នឹងហើយបាទដល់ពេលអញ្ចឹងយើងជាអ្នកគិតទៅជាអ្នកគិតថាគាត់វ័យច្រើនអញ្ចឹងមិនក៏មកនេះមែនអាយអូគេយ៉ាងណាតាំងពីឆ្នាំ2011ហ្នឹងហើយ2011រាប់អានតិចម្ដងមករហូតមិនដែរគិតថាទើបតែរាប់អានផងអត់អីចម្លែកតែខ្លួនឯងតែកញ្ញាមិនមែនទេនេះរឿងធម្មតាមកបងប្រុសទេហ្នឹងឯងតែគាត់ថាមួយចាខ្ញុំជួយចាត់ការមីក្រូអញ្ចឹងនិយាយថាអូខេបងដោយសារតែអីពួកខ្ញុំពេលខ្លះទៅពួកខ្ញុំលេងមួយបងច្រើនណាដូចវាថានិយាយលេងអីចឹងហ្នឹងមែនតើបងដាច់ចាប់អារម្មណ៍រឿងហ្នឹងចាហើយដល់ពេលខ្លះប្រអាប់បងប៉ាំងហ្មងអញ្ចឹងមានការតែខ្ញុំដឹងថាបាយឲ្យប្រកាន់ផងលេងច្រើនបែបនេះពួកអូនតាមតែជាប់គប់មែនទេពួកយើងមកលេងជាមួយគេហើយយើងមិនលេងជាមួយគេផងកូននឹងលេងមួយគ្នាណាទៅអញ្ចឹងវិញតែមិនថាពួកយើងលេងលក្ខណៈឆ្លើយអីទេគាត់ថាទៅរបៀបថាពេលខ្លះទៅសួរបងម៉ៃទៅនឹងដែររបៀបចឹងរបៀបចឹងណាតែប៉ុណ្្នឹងឯងហើយសួរបងពិសាឆ្ងាញ់អត់តែនឹងដូចរបៀបថាសួរមុំទៅវិញទៅមកហីហើយចូលសួរទៅវិញទៅមកមិនដែរមិនសួរបងក៏មិនដែរចាប់អារម្មណ៍ថាវាមានរឿងអ្វីហើយពួកខ្ញុំគេទៅខ្លួនឯងគិតថាខ្លួនឯង influence បងប្រុសអញ្ចឹងវិញណាទីខ្លះហាត់នឹងឆ្លើយដែរមានតែគិតថាខ្លួនឯង influence ណាគេអត់បាយអត់ទេបាទថ្ងៃហ្នឹងគឺដឹកនាំតែខ្លួនឯងទេបាទដឹកនាំតែខ្លួនឯងហ្នឹងជីវិតដឹកតែខ្លួនឯងតាមរួយចាំដល់មិញអូយដូចគ្នាតែខ្លួនឯងនេះវាជីវិតទេតែខ្លួនឯងមែនតើទៅខ្ញុំជាប្រភេទមនុស្សដែលអត់សូវ introvert បើនិយាយភាសាមួយទៅគេហៅថាអត់ចេះឈឺឆ្អែលរឿងគេបងបែបអញ្ចឹងណាភាគច្រើននៅពេលដែលគេសួរខ្ញុំថាដែរចាប់អារម្មណ៍ពីជីវិតអ្នកនេះអ្នកនោះអត់ទេសួរខ្ញុំគឺខ្ញុំអត់មានចម្លើយហ្មងវាអញ្ចឹងណាហើយខ្ញុំក៏មានអារម្មណ៍ថារៀងធុញទ្រាន់ដែរនៅពេលដែលខ្ញុំឧបមាថាគ្នា5នាក់3 4នាក់ឬក៏ក្នុងចំណោមពួកគេហ្នឹងនិយាយរឿងអ្នកផ្សេងអីចឹងណាខ្ញុំចិត្តតែមានអារម្មណ៍ថាហេតុអីបានជាចាំបាច់ត្រូវតែនិយាយរឿងអ្នកផ្សេងអីចឹងចុះបើពេលខ្ញុំអត់នៅឡើយហ្នឹងគេនឹងនិយាយរឿងខ្ញុំដែរមែនវាអញ្ចឹងណាហើយខ្ញុំទោះបីជាខ្ញុំស្ដាប់ប៉ុន្តែខ្ញុំអត់ពេញចិត្តនឹងសកម្មភាពបែបហ្នឹងទេបងបាទខ្ញុំមិនពេញចិត្តបាទតែបងយល់ឃើញថានេះជារឿងល្អឬក៏មិនល្អ
lúc này chỉ mình xây miền ca vô khơi sao mà dạng như mình chỉ bắt ca vô khơi rồi liền ទេបងត្រូវតែយល់ឃើញ chắc mình nào vừa muốn nắng về ở này vậy mua người miền vô ca vô khơi mình tự mình tuột đập về xua tất ca vô khơi nó bị bắt tàn não rồi liền thay có các bạn ខ្ញុំមានសំណួរបងមានន័យថាអញ្ចឹងតើនៅពេលដែលយើងជាមនុស្សដែលបែបអញ្ចឹងអត់សូវខ្វាយខ្វល់ញ៉ៃញ៉ៃអីពីជីវិតរបស់គេតើវាជារឿងល្អឬក៏អត់ពេលខ្លះខ្ញុំមានសំណួរអញ្ចឹងដែរមានន័យថាតិចយើងបាត់អាព័ត៌មានទូទៅអីផ្សេងដើម្បីឲ្យយើងអត់ដឹងរឿងអីសោះឬក៏មិន ព្រោះដោយសារតែវាមានមនុស្សបែបហ្នឹងលេីឡំគ្នាមានទាំងដូចខ្ញុំមានទាំងអ្នកអត់ដូចខ្ញុំអញ្ចឹងខ្ញុំពេលខ្លះខ្ញុំឆ្ងល់ខ្លួនឯងថាតើវាត្រូវឬក៏ខុសវាគួរឬក៏មិនគួរអញ្ចឹងបង ហ្នឹងហើយមុនគេថាអញ្ចឹងកន្លែងហ្នឹងវាត្រូវតែមនុស្សយើងវាត្រូវតែមានតលយៈភាពហើយបើសិនជាណៃសួរអញ្ចឹងបងឃើញថាចម្លើយវាអញ្ចឹងវាមិនអាចតែយ៉ាងម៉េចបានទេគឺថាយើងមិនខ្វល់ពីគេដើម្បីអីអញ្ចឹងយើងរក្សាសន្តិភាពផ្លូវចិត្តខ្លួនឯងអញ្ចឹងយើងមានហេតុផលគ្រប់គ្រាន់ដើម្បីមិនខ្វល់ពីគេប៉ុន្តែបើសិនជាយើងមិនខ្វល់ពីគេសោះតែម្ដងយើងអត់ចេះរស់ជាមួយគេវាអត់ត្រូវវាចូលសង្គមវាត្រូវតែខ្វល់ពីគេបន្តិចតួចដែរអញ្ចឹងក៏មានសុជីវធម៌មានសិលធម៌ក្នុងការរស់នៅការសិល្បៈក្នុងការរស់នៅអញ្ចឹងទៅអញ្ចឹងយើងសួរសុខទុក្ខគ្នាបែបធម្មតាអញ្ចឹងទៅប៉ុន្តែចំណុចអវិជ្ជមានអំពីការដឹងឮពីអ្នកដទៃយើងមិនខ្វល់អានឹងជារឿងល្អ ខ្ញុំយល់ហើយបងមានន័យថាវាក៏មានកម្រិតដែរថាតើមិនខ្វល់ក្នុងកម្រិតណានិយាយអាក្រក់ពីគេឬក៏មិនត្រូវហ៎បងឬមួយក៏យើងគ្រាន់តែមិនខ្វល់ដូចថាយើងមានអារម្មណ៍ថាឈឺជំនួសអ្នកដែលគេនិយាយអត់សប្បាយចិត្តជំនួសគាត់ អានេះគឺខ្វល់ដែរយើងខ្វល់ជំនួសអ្នកផ្សេងទៀតដែលមិនបាននៅក្នុងវងជាមួយយើង បាទអញ្ចឹង អាណិតដល់អ្នកដែរគេហៅថាត្រូវបានគេនិយាយហើយគាត់អត់បានមានឱកាសក្នុងការឆ្លើយតបនៅចំណុចដែលគេមិនថាគេនិយាយថាម្នាក់នឹងខ្មៅតែម្នាក់នឹងអត់បាននៅនឹងដើម្បីតបតថាគាត់ពិតជាខ្មៅមែនអត់ទេអញ្ចឹងបានតែមកក្រុមនោះទេដែលបាននិយាយអញ្ចឹងដូចជាត្រូវបានគេចោទប្រកាន់ហើយតែគ្មានការបានឆ្លើយរកយុត្តិធម៌របស់ខ្លួនឯងឬក៏គេហៅថាភាព fair គ្នាចំណុចមួយហ្នឹងកាប់ទៅខ្ញុំពីមុនក៏ធ្លាប់មានគេនិយាយថាមិនបានអត់សូវដឹងរឿងអីនៅក្នុងសង្គមហ្នឹងអញ្ចឹងកាប់ខ្ញុំដឹងតែរឿងព័ត៌មានដែលខ្ញុំចង់ដឹងហ្នឹងហើយអញ្ចឹងហើយពេលមួយហ្នឹងគឺខ្ញុំប្រឹងធ្វើខ្លួនឯងដើម្បីដឹងអាហ្នឹងគឺខ្ញុំអាហ្នឹងសាហាវមែនតើដូចខ្ញុំប្រឹងដឹងព័ត៌មានមួយហ្នឹងគឺដើម្បីឲ្យខ្ញុំហ្នឹងមាន topic ក្នុងការតែនិយាយមួយគេអាហ្នឹងដូចសាង topic ដើម្បីឲ្យខ្លួនឯងហ្នឹងបាននិយាយមួយគេអញ្ចឹងនិយាយទៅនិយាយខ្លាចអត់មានគ្នានិយាយហ្នឹងហើយដល់ពេលអញ្ចឹងទៅប្រឹងហៅដល់ពេលមួយនេះខ្ញុំហត់ខ្លាំងមែនតើខ្ញុំដោយសារអីនៅពេលដែលយើងប្រឹងរក topic ដើម្បីបាននិយាយក្នុង team មួយហ្នឹងយើងក៏ហត់ទីមួយគឺក៏ហត់ខ្លួនឯងខ្លាំងហ្មងដោយសារអី topic មួយហ្នឹងគឺយើងអត់ចង់និយាយទេតែដើម្បីឲ្យនៅក្នុងវងនៅក្នុងក្រុមមួយបានហ្នឹងគឺយើងព្យាយាមហៅដើម្បីឆ្លើយមួយគេដែរបាននិយាយមួយគេដែរដល់ពេលស្រាប់តែពេលមួយទៅខ្ញុំថាខ្ញុំអាក្រក់ខ្លាំងដោយសារអីគឺចាប់ផ្ដើមពីអាក្រក់ពីខ្លួនឯងទៅហើយដៃគូសន្តានារបស់ខ្ញុំហ្នឹងក៏ខ្ញុំអាក្រក់ដាក់គាត់ដែរដោយសារអីគឺខ្ញុំអត់ស្មោះត្រង់មួយគាត់ព្រោះខ្ញុំអត់ពេញចិត្ត topic ហ្នឹងផងខ្ញុំអត់ហ៊ាននិយាយប្រាប់គាត់ថាខ្ញុំអត់ចូលចិត្តហើយខ្ញុំសុខចិត្តនៅបន្តហ្នឹងអញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមដឹងថាអូកន្លែងណាដែលយើងគិតថាកន្លែងនេះយើងមិនបាច់ដឹងក៏បានណាវាអត់មិនមែនជារឿងដែលចាំបាច់យើងត្រូវដឹងណាគឺខ្ញុំគេហៅថាខ្ទប់តិចបិទភ្នែកគឺខ្ញុំអត់មាត់អីទាំងអស់ហើយក៏ខ្ញុំអត់នៅបន្តគាំទ្រក្នុងការស្ដាប់ដែរដោយសារខ្ញុំបង្ហាញតាមរយៈគឺខ្ញុំអត់នៅចូលរួមសកម្មភាពហ្នឹងទេគ្រាន់តែខ្ញុំដើរចេញទៅហើយខ្ញុំក៏អត់បានចត់ថាអូអ្នកឯងនិយាយគេខុសអីមួយព្រោះនេះគឺជាចំណូលចិត្តជួនកាលហ្នឹងគឺជា hobby របស់គាត់ជាគេហៅថាក្តីរីករាយសុភមង្គលក្តីសុខភាពផ្លូវចិត្តរបស់គាត់ សប្បាយមែនអីអត់អូអញ្ចឹងខ្ញុំនឹកឃើញមួយបងអូយសុំកាត់បន្តិចមានន័យថាអត់ទេមានន័យថាអញ្ចឹងដូចចង់បន្ថែមពីអ្វីដែលខ្ញុំនិយាយហ្នឹងណាគឺមានន័យថាដូចអ្នកខ្លះអញ្ចឹងគាត់ចង់ដឹងពីជីវិតរបស់នរណាម្នាក់គាត់អត់ទៅសួរអ្នកហ្នឹងតែគាត់សួរយើងឧបមាថាធ្លាប់រួមការងារមួយគ្នាអីចឹងហើយបន្ទាប់មកគេបែកគ្នាទៅគេមកសួរយើងអញ្ចឹងណាវិញទៅខ្ញុំពិតជាមានអារម្មណ៍អត់សប្បាយចិត្តទេនៅពេលដែលមានអ្នកសួររឿងអ្នកដតីតាមរយៈខ្ញុំចង់ដឹងព័ត៌មានរបស់ ហ្នឹងហើយ បដមប៉ុន្តែអត់ទៅសួរដម អត់ទៅសួរគាត់តែមកសួរខ្ញុំពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាហេតុអីបានជាខ្ញុំត្រូវទៅដឹងរឿងរបស់គេអ្វីត្បិតតែខ្ញុំដឹងរឿងនោះប៉ុន្តែខ្ញុំក៏អត់សប្បាយចិត្តនឹងប្រាប់គាត់ដែរយល់ទេបង យើងធ្វើពុតជាមិនដឹង ពេលខ្លះខ្ញុំក៏បដិសេធគេតែម្ដងខ្ញុំថាអូខ្ញុំសុំអត់ឆ្លើយព្រោះអីវាជារឿងរបស់គេបាទអញ្ចឹងណាខ្ញុំមិនដឹងថាឥឡូវជីវិតគាត់មិនទេដល់ណាដល់ណីព្រោះគាត់ក៏បែកពីយើងដែរអញ្ចឹងទៅឧបមាថាគេចេញពីកន្លែងការងារនឹងរៀងខ្លួនអីចឹងណាគ្រាន់តែមុនក្រោយអីចឹងទៅបែបអញ្ចឹងអាចនឹងមានអ្នកស្ដាប់ទៅគាត់ថាអត់ពេញចិត្តនឹង
អ្វីដែលខ្ញុំគិតនឹងប៉ុន្តែវាគ្រាន់តែជាអារម្មណ៍របស់ខ្ញុំមានភាពស្មោះត្រង់ក្នុងការបង្ហាញប្រាប់អញ្ចឹងថាគឺពិតជាអត់ពេញចិត្តមែន បងអាឡៃហ្នឹងបែរចាំបានណាពាក្យមួយដែលខ្ញុំធ្លាប់និយាយថាបើចង់ដឹងអីពីខ្ញុំសួរខ្ញុំម៉ែហ្នឹងហើយពួកអីហើយខ្ញុំក៏ចង់ដឹងអីសួរពីខ្ញុំមកខ្ញុំឆ្លើយបានខ្ញុំនឹងឆ្លើយហើយមិនបាច់ចង់ដឹងថាខ្ញុំល្អឬអាក្រក់ពីអ្នកដទៃទេព្រោះមើលសកម្មភាពខ្ញុំទៅដឹងថាខ្ញុំអាក្រក់ឬក៏ល្អព្រោះអីជួនកាលវាមិនអាចថាអាសកម្មភាពដែលយើងល្អហ្នឹងអាចឲ្យគ្រប់គ្នាបានទេហ្នឹងហើយយើងអាចឲ្យគ្រប់គ្នាបានទៀតជួនកាលយើងជ្រើសរើសបុគ្គលក្នុងការធ្វើល្អមួយមិនថានេះដូចមាននិស័យអ្នកទាំងអស់គ្នាពេលខ្លះមានអារម្មណ៍ថាមិនម្នាក់ហ្នឹងមាននិស័យចង់និយាយមួយម៉េចអ្នកខ្លះទៀតគេគ្រប់គ្នាថាម្នាក់ហ្នឹងល្អប៉ុន្តែយើងបែរជាអត់មាននិស័យក្នុងការធ្វើល្អមួយម្នាក់ហ្នឹងចាំមកចំណុចវិញចេះពេលខ្លះយ៉ាដែរបានជួបគេទេហើយក៏ដែរបានសន្ទនាអីមួយគេដែរកលេចឃើញមុខចង់និយាយចង់រាប់អានដល់ពេលអ្នកខ្លះទៀតអត់ដែរបានដូចគ្នាប៉ុន្តែគាត់ឃើញមុខឲ្យស្អប់ ហ្នឹងហើយ ឃើញមកឲ្យស្អប់ហ្នឹងហើយហ្នឹងហើយ និយាយរឿងនេះរនិយាយរឿងថាបងនេះចាស់ទុំជាងគេហើយយើងដើរមួយក្មេងៗតែបងមានអារម្មណ៍មិនអីហ្នឹងហើយព្រោះបើសិនជាអត់សួរក៏បងអត់ដែរចាប់អារម្មណ៍ដែរដល់ពេលសួរទៅបងក៏ចាប់អារម្មណ៍ហើយដល់ពេលឮប្អូនឬអាដាមនិយាយអញ្ចឹងទៅបងក៏នឹកឃើញថាតាមពិតទៅនិយាយវាពាក់ព័ន្ធនឹងក្រុមមនុស្សទេវាមិនមែនពាក់ព័ន្ធនឹងវ័យទេប្រហែលជាការរាប់អានគ្នាទំនាក់ទំនងនៅក្នុងធម្មជាតិហ្នឹងប្រហែលជាគេរកក្រុមមនុស្សដែលគេអាចដើរជាមួយគ្នារីករាយអញ្ចឹងបងគិតថាពេលខ្លះពេលវេលាវានឹងធ្វើឲ្យយើងហ្នឹងស្គាល់ខ្លួនឯងហើយដល់ពេលស្គាល់ខ្លួនឯងយើងបញ្ចេញពីចរិតពិតរបស់ខ្លួនឯងទៅបន្ទាប់មកក៏ស្រូបទាញមនុស្សដែលមានចរិតដូចគ្នាហ្នឹងមកដើរផ្លូវស្ទៀងគ្នាជាមួយគ្នាហើយខ្លាយជាក្រុមមិត្តភក្តិទាំងទៅអញ្ចឹងជួបបងអារម្មណ៍ហ្នឹងវាអត់មានវ័យអូនវាអត់មានវ័យវាដឹងថានេះគឺជាក្រុមប្រភេទដែលពួកយើងអាចចុះសម្រងនឹងជ័យគ្នាអីចឹងចំពោះអារម្មណ៍ពីក្នុងទៅគឺអញ្ចឹងគឺมันដែរគិតណាតែពេលសួរអានេះក៏មិនមានរឿងអញ្ចឹងកើតឡើងមែនហើយមិត្តភក្តិជំនាន់យើងតើតាណាអស់មិត្តភក្តិជំនាន់យើងគឺនៅតែរាប់អានគ្នាដែរធម្មតាទេប៉ុន្តែគាត់ថាអាស្ថានភាពហ្នឹងវាអត់ធ្វើឲ្យមកជុំគ្នាច្រើនហ្នឹងហើយគឺថាគេមានការងារដែលវាឆ្ងាយពីយើងអីចឹងទៅដល់ពេលអ្នកដែលមានការងាររៀងគ្នាវាខុសវ័យដល់ពេលអញ្ចឹងបើសិនជាខុសវ័យហើយយើងរាប់អានគ្នាអញ្ចឹងមិនដឹងយើងគ្មានមិត្តភក្តិទៅអញ្ចឹងហ្នឹងហើយ ចម្លើយនេះគឺស័ក្តិសមយើងនិយាយថាចម្លើយនេះគឺសមហេតុសមផលចា៎ ប៉ុន្តែវាបង្ហាញពី team work មួយបងគិតថាអញ្ចឹងទម្រង់នៃវាចាប់ទម្រង់ទៅវានឹងក្លាយជា team work អូនមកថាឥឡូវនៅក្នុងក្រុមហ៊ុនមួយឬក៏ស្ថាប័នមួយវាប្រកបជាមានចាស់វាប្រកបជាមានក្មេងហ្នឹងហើយតែពួកគាត់អាចដើរផ្លូវជាមួយគ្នាបានអត់អញ្ចឹងបងអ្វីដែលបងឃើញគឺបងឃើញរូបភាពហ្នឹងបងមិនបានឃើញថាពួកយើងជាមិត្តភក្តិទេពួកយើងហ្នឹងហើយយើងបានឃើញជាអញ្ចឹងទេដោយសារផ្នែកកំណត់ដើរដូចគ្នាប៉ុន្តែអីដែលសំខាន់គឺការគោរពហ្នឹងគឺពួកយើងនៅតែផ្ដល់ឲ្យគ្នាចា៎ហ្នឹងហើយមិត្តភក្តិគឺជាអារម្មណ៍មួយដែលផ្ដល់ឲ្យគ្នានៅក្នុងក្រុមបាទវាអញ្ចឹងធម្មតាទៅយើងទៅជាគ្រួសារក៏ដោយយើងទៅអីក៏ដោយក៏វាទៅមានភាពជា friend ហ្នឹងនៅក្នុងហ្នឹងដែរត្រូវអញ្ចឹងផាយជាអាហ្នឹងគ្រាន់តែជាអីទៅណោះជាអារម្មណ៍គេហៅថាមិត្តហ្នឹងមួយយ៉ាងប៉ុន្តែវាស្ថិតនៅក្នុងក្រុមcategory ស្អីមួយទៀតរបស់ប្រភេទទំនាក់ទំនងណាហ្នឹងហើយអញ្ចឹងគេចង់និយាយថាដូចថាក្នុង family អញ្ចឹងអ្នកក៏ជា friend របស់កូនរបស់អ្នកណាពុកម្ដាយគឺជាមិត្តភក្តិរបស់គ្នាអញ្ចឹងទៅធ្វើឲ្យមានទំនាក់ទំនងល្អយើងរីករាយយើងចេះចែករំលែកគ្នាអញ្ចឹងមានន័យថាមិត្តភក្តិគឺជាអីជាស្ពានមួយដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នានឹងយល់ពីគ្នាហ្នឹងហើយមានទំនាក់ទំនងគ្នាល្អហ្នឹងហើយវាពិបាកដែរពេលខ្លះហៅ friend អត់ឃើញជនជាតិបរទេសគេមានអាហ្នឹងយូរហើយយល់ថាគាត់និយាយថាអ្នកនោះមិត្តភក្តិគាត់ he's my friend ចឹងទៅស្រាប់ទៅមិនក៏ចាស់មែនហើយឯងទូចតែមួយហ្នឹងនិយាយថាកូននោះអាយុ10ឆ្នាំទេហើយគាត់ម្នាក់ទៀតអាយុ70ឆ្នាំគាត់ថា he's my friend my friend your friend ឯងក៏វាចាស់ម្លេះប៉ុន្តែគេអត់បានប្រាប់ថា friend ហ្នឹងត្រូវតែវ័យដូចគ្នាទេតែប៉ិតអានេះច្បាប់ហ្នឹងក៏អត់មានដែរតែដោយសារតែយើងហ្នឹងឯងយើងគិតថាអត់អីខ្ញុំគាត់គឺអាចជា friend យើងបានទេប៉ុន្តែកាប់ពិតទៅគាត់ពិតជាវ័យពួកជាយើងអារម្មណ៍យើងនេះគឺជាមិត្តភក្តិច្រើនតែយើងហៅគ្នាបងឬក៏ប្អូនអញ្ចឹងទៅចាប៉ុន្តែសួរថា2នាក់ហ្នឹងគាត់អាចឬក៏3នាក់ហ្នឹងគាត់អាចជា friend មិនជា friend ហ្នឹងហើយនិយាយថា my mother is my friend អញ្ចឹងមិនក៏យើងលេចូលតែសារតែពួកហ្នឹងយើងអាសាលឺពួកហ្នឹងនិយាយបានយើងយកភាសាអង់គ្លេសយកមកនិយាយតាមទៅហើយម៉ែខ្ញុំគឺជាមិត្តភក្តិរបស់ខ្ញុំជាមិត្តជាអីបងស្រីជាអីទាំងអស់
អូហ្នឹងហើយអាហ្នឹងក៏គេធ្លាប់និយាយដែរគេថាយ៉ាងគ្រូក្នុងគ្រួសារមកក្រុមមកគ្រួសារហ្នឹងគឺអាចថាម្នាក់ណាមួយគឺជា best friend របស់យើងហ្នឹងហើយអ្នកខ្លះគាត់ត្រូវ find ជាម្ដាយរបស់គាត់មក ចាគាត់ជួនកាលជាម្ដាយជាបងចាអញ្ចឹងហើយជួនកាលជាបងប្រុសគាត់អីចឹងជាប៉ាគាត់ជាអីចឹង នៅ ទៅ ពេលអ្វីដែលយើងនិយាយនេះតាមពិតវាពាក់ព័ន្ធនឹងពាក្យនីមួយៗហើយយើងកំពុងតែគេហៅអីទៅបច្ចៈនៅពាក្យនីមួយៗហ្នឹងឲ្យកាន់តែស៊ីជម្រៅថាពាក្យហ្នឹងគេចង់និយាយពាក្យអីព្រោះពេលខ្លះយើងអត់យល់ពាក្យយើងក៏ថាមិនអញ្ចឹងមិនសន្តិពាក្យតា ចាខ្ញុំក៏ប៉ុន្តែពេលហ្នឹងគឺលើកមកដំបូងហ្នឹងតែខ្ញុំទៅខំថាពួកគាត់នឹងយល់ហើយចាខ្ញុំខំនៅស្វាយចឹងបងពេលពីខ្ញុំចង់ដឹងពីបុព្វកាលហើយបុព្វកាលអតីតកាលមានអារម្មណ៍ថាធ្លាប់មានប្រវត្តិជួចចាត់ឬក៏សប្បាយរីករាយជាមួយដើមស្វាយមិនខ្លះដែរបងមកនេះខ្ញុំមានអារម្មណ៍ថាដូចទៅផ្ទះមិន បាទ ហ្នឹងហើយ មើលសិនអូន មើលសិនអូនអត់ទេបើនិយាយទៅដើមស្វាយវាជាដើមឈើដូចនៅក្បីកម្មារបស់មនុស្សគ្រប់គ្នានៅជនបទស្រុកខ្មែរយើងហ្នឹងមកគិតថាអ្នកជនបទគឺតែងតែមានដើមស្វាយជារូបភាពនៅកម្មារបៀបរបស់គាត់ណាដូចជាពេលភ្លៀងមកអីចឹងទៅគាត់រើសដាក់ផ្លែស្វាយខ្យល់មកអីចឹងទៅហើយគាត់ធ្លាប់ញ៉ាំស្វាយខ្ចីនៅក្រោមដើមស្វាយអីចឹងទៅហើយកន្លែងនេះតែពុកម្ដាយរបស់កូនចាបមានហ្នឹងគឺបងមកតាំងពីយូរហើយតាំងពីគាត់សង់ផ្ទះថ្មីនោះអញ្ចឹងពេលហ្នឹងគេនៅក្នុងដើមស្វាយនេះហើយអញ្ចឹងទៅបើសិនជាកន្លែងហ្នឹងបើស្អឲ្យទៅសួរគឺរូបភាពអង្ការដែលមកដំបូងគឺវាឆ្លុះមកវិញត្រឡប់មកវិញហ្នឹងហើយពួកអីពេលហ្នឹងគឺបងចូលចិត្តមែនតើដៀងដេកនឹងរឹងនៅក្រោមដើមស្វាយហ្នឹងហើយដូចជាខែហ្នឹងដែរអញ្ចឹងខែហ្នឹងវាមានផ្កាស្វាយវាមានក្លិនហើយអញ្ចឹងយើងចាំមកក្លិនដែលជាប់ច្រមុះយើងហ្នឹងបានអញ្ចឹងឲ្យបើសិនជាឲ្យទៅសួររឿងហ្នឹងគឺអារម្មណ៍ហ្នឹងវាមកហើយថាកន្លែងហ្នឹងគឺបងចូលចិត្តមែនតើនេះថាតែបងធ្លាប់មកកន្លែងហ្នឹងហើយបងធំក្លិនផ្កាស្វាយ ក៏ប៉ុន្តែប្រវត្តិមួយដើមស្វាយហ្នឹងសុទ្ធតែមានដើមមានអីគេខ្លះ មានខ្ញុំឃើញដើមស្វាយហ្នឹងខ្ញុំសម័យឃើញភូមិចាស់ចាស់ដែលដូចថាមានអ្នកពីបរមបុរាណក៏រស់នៅមកយូរហើយអញ្ចឹងណាពីព្រោះដើមស្វាយនេះវាធ្វើត្បិតតែដើមវាប៉ុណ្ណេះក៏វាមានអាយុកាលយូរដែរហើយខ្ញុំសម័យឃើញទៅដល់ពេលដែលខ្ញុំនៅក្មេងៗឲ្យតែពេលមានភ្លៀងធ្លាក់ដល់តំណគ្នារត់ទៅស្វាយទុំហើយអញ្ចឹងណាហ្នឹងហើយមិនថានៅក្នុងភូមិមិនថានៅភូមិចាស់ចាស់ដែលនៅឆ្ងាយពីភូមិទេទូលគេជើមួយរត់ទៅរើហើយបើសិនជាណាគេទៅបានមុនគឺរើបានច្រើនហើយហ្នឹងអាហ្នឹង ហើយជាមានប្រវត្តិច្រើនពួកអីនិយាយតាមបានខ្លះណាមិនដែរអូន មានធ្លាប់ឡើងដល់ស្វាយហើយធ្លាក់អីចឹង ធ្លាប់លេងពួនខុសរបៀបទៅពួននៅចុងស្វាយហើយដល់ពេលវាអំបាក់មេឃធ្លាក់ឌុកនិយាយជេរទៀតណាអាចឈឺមកជុំងងគាត់ជេរថែមអីចឹងហ្នឹង អានេះជាកណ្ដុកអញ្ចឹងតាំងពីដើមរហូតមកដល់ឥឡូវហ្នឹង អូល្អណាស់ ហ្នឹងហើយ ខ្ញុំឲ្យដើមស្វាយហ្នឹងគឺមានប្រវត្តិច្រើនដោយសារផ្ទះខ្ញុំនៅផ្ទះនៅខេត្តហ្នឹងវាមានដើមស្វាយពុំសែនដើមស្វាយពុំសែនហ្នឹងគឺមានម្ដងធំហ្នឹងផ្លែមែនតែនហ្មងណាតែវាអាយុកាលដើមស្វាយដូចអត់សូវបានច្រើនទេដោយសារកូនលងស៊ីវាងាប់ទៅតែគឺជូរសាហាវមកស្វាយពុំសែនហ្នឹងហើយចាហើយដើមហ្នឹងគឺលក្ខណៈថាវាផ្លែមុនគេអញ្ចឹងពេលដែលខ្យល់អីចឹងធ្លាក់គឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំណាញ់ប៉ុណ្ណឹងម៉ែឪពុកម្ដាយខ្ញុំគឺឲ្យគេរើប៉ុន្តែបើសម្រាប់ខ្ញុំវិញគឺថាលក្ខណៈថាអត់ទេអត់មានឲ្យដូចនិយាយដូនមួយដែលចំស្វាយហ្នឹងអញ្ចឹងចិត្តអាក្រក់ណាបងហើយដល់ពេលឲ្យក្រោយមកទៅម្ដាយខ្ញុំគាត់និយាយពាក្យមួយគាត់ថាចេះកូនរបស់មកពលឺទេបាទឲ្យគេទៅបោះយកមកកណ្ដរហ្នឹងស្វាយជុំអ្នកខេតគឺដាំស្វាយតែតាមគាត់មិនដែរដាំម្ដងទេគាត់ដាំច្រើនចាគាត់ថាបោះមកពលឺហ្នឹងឲ្យគេទៅខ្ញុំក៏គាត់ថាអូនឯងញ៉ាំអស់អត់នេះកូនហែងរើសយកមកនេះញ៉ាំអស់អត់ដល់តែញ៉ាំអត់អស់ហងអញ្ចឹងក៏ចាប់ផ្ដើមមានចំណុចហ្នឹងនិយាយចឹងខ្ញុំនឹកឃើញមួយពេលចេញពីរៀនបងរៀនថ្ងៃអញ្ចឹងណាយើងចេញពីរៀនយើងបឋមហ៎មានអីហូបមានតែសុំស្វាយលោកហើយចុចអំបិលគ្រូហ៎វាប្រៃជូរហ្នឹងហើយទៅរត់ទៅផឹកទឹកម្ដងរសជាតិច្រេះហ៎ឆ្ងាញ់សាហាវទឹកវាច្រេះហ្នឹងហើយក្បាលបាត់ដៃចេះហូបគេឲ្យពេញខ្លួនហ្នឹងហើយឲ្យមិត្តភក្តិយើងសប់ទៅហើយយើងមកត្រង់ដូរវេនគ្នាហ្នឹងហើយដល់ពេលផឹកទៅមានអារម្មណ៍ថាវាជាតិដែកប៉ុន្តែវាឆ្ងាញ់ហ្នឹងហើយរសជាតិដែកសបាយមកពីខាងណាភ័យវែងបាទអូអញ្ចឹងនេះកាត់តាមនាងទាវទុំតាតែកាត់ទាវវិញមកគេត្បូងឃ្មុំទេបាទហ្នឹងហើយអញ្ចឹងទុំហ៎ចាអរគុណច្រើនអញ្ចឹងប្រវត្តិដើមស្វាយគឺបានតំណឹងឯង